ចាសួស្តីគុណទាំងអស់គ្នាថ្ងៃនេះដែរមីងមានវីដេអូឃ្លីបមួយដែលនិយាយអំពីសិលធម៌នៅក្នុងការហូបចុកចាអញ្ចឹងថាសិលធម៌ក្នុងការហូបចុកនេះវាជះឥទ្ធិពលអីគេខ្លះទៅលើជីវិតរស់នៅប្រចាំថ្ងៃរបស់យើងហើយតើគ្រាន់តែតាមរយៈការហូបចុកវានឹងធ្វើឲ្យជីវិតរបស់យើងនឹងវាមិនខ្លះចាអញ្ចឹងជាចំណុចដែលតូចមួយនេះដែលមីងលើកឡើងដើម្បីនិយាយឲ្យសង្ឃឹមថាកូនទាំងអស់គ្នានឹងអាចយល់ហើយអាចរៀនបានពីព្រោះយើងចាប់ផ្ដើមពីចំណុចតូចដើម្បីបង្កើតនូវទម្លាប់មួយដែលល្អសិលធម៌នៅក្នុងការរស់នៅឬក៏គេហៅថាវិន័យផ្ទាល់ខ្លួនដែលល្អចាអញ្ចឹងតកតងទៅនឹងការញ៉ាំអាហារអញ្ចឹងនៅក្នុងការញ៉ាំអាហារពេលនេះអ្នកណាក៏ចង់ញ៉ាំឆ្ងាញ់ហើយវាមានជាប្រភេទអាហារដែលយើងចូលចិត្តប្រភេទអាហារដែលយើងអត់ចូលចិត្តចាអញ្ចឹងឧទាហរណ៍ថាប្រសិនបើតកតងទៅនឹងការហូបប្រចាំថ្ងៃរបស់យើងត្រូវចាប់ផ្ដើមចេញពីគ្រួសារខ្លួនឯងណាមិនមែនថាតើតើយើងចេញទៅខាងក្រៅបានយើងប្រតិបត្តិខ្លួនយើងបែបអញ្ចឹងទេកាលណាយើងអត់អនុវត្តរាល់ថ្ងៃយើងអត់រៀនរាល់ថ្ងៃចេញពីកត្តាខ្លួនឯងមកទេទម្លាប់អស់នឹងវានឹងកាន់ជាប់យើងទោះបីជាយើងទៅដល់ខាងក្រៅយើងគុំតែនឹងភ្លេចពីព្រោះដោយសារទម្លាប់ប្រចាំថ្ងៃរបស់យើងគឺបែបហ្នឹងហើយអញ្ចឹងមីនិយាយតកតងទៅនឹងការហូបចុកចាការហូបចុកជាធម្មតាក្នុងគ្រួសារមួយគាត់តែមានម្ហូបមួយមុខឬក៏ពីរមុខមួយមុខអត់បញ្ហាតែបើសិនជាពីរមុខឬក៏បីមុខឡើងទៅហើយជាពិសេសពេលដែលយើងទៅផ្ទះគេមានឲ្យយើងជាភ្ញៀវទៅតាមរយៈការអញ្ជើញនៅផ្ទះគេថាយើងទៅតាមម៉ាក់ប៉ាអីអញ្ចឹងទៅឬក៏យើងចូលរួមកម្មវិធីអីមួយអញ្ចឹងម្ហូបមិនមែនមានតែមួយមុខទេយ៉ាងតិចបំផុតក៏បីមុខឡើងដែរអញ្ចឹងនៅក្នុងការញ៉ាំម្ហូបហ្នឹងយើងត្រូវតែវាងវៃទៅលើការញ៉ាំមានន័យថានៅពេលដែលយើងញ៉ាំម្ហូបណាដែលឆ្ងាញ់កុំលូកញឹកពេកកុំលូកញឹកពេកម្ហូបគេដាក់មក3មុខកូនត្រូវលូកឲ្យស្មើម្ហូបកាន់តែឆ្ងាញ់កូនលូកកាន់តែតិចចាអានឹងគឺជាសិលធម៌មួយនៅក្នុងការរស់នៅពីសិលធម៌ការហូបចុកមិនថាយើងទៅរស់នៅប្រទេសណាឬក៏មិនថាយើងទៅចូលរួមកម្មវិធីណាទេយើងនឹងមានទម្លាប់ល្អអញ្ចឹងគេនឹងមើលឃើញថាអូកូនមើលទៅរៀនបានល្អមានវិន័យល្អមានសេចក្តីថ្លៃថ្នូរក្នុងខ្លួនគឺតាមរយៈអីគេទម្លាប់ការរស់នៅប្រចាំថ្ងៃរបៀបនៃការហូបចុករបស់យើងចាអានឹងចំណុចទី1មានន័យថាម្ហូបមាន3មុខយើងត្រូវលូកឲ្យស្មើអត់មានម្ហូបណាឆ្ងាញ់លូកដួសមកដាក់តែចានយើងទេយើងត្រូវគិតពីអ្នកជុំវិញខ្លួនយើងចង់ឆ្ងាញ់គេចង់ឆ្ងាញ់ដូចគ្នាចាអញ្ចឹងយើងត្រូវតែធ្វើការញ៉ាំឲ្យមានតុល្យភាពឲ្យមានភាពស្មើគ្នាចាអញ្ចឹងបើយើងចង់ឆ្ងាញ់អ្នកដទៃចង់ឆ្ងាញ់มันអាចមុខម្ហូបនឹងឆ្ងាញ់យើងលើកមកបំពេញតែចានខ្លួនឯងទេចាហ្នឹងទី1ចាទី2ការញ៉ាំម្ហូបកូនអត់អាចឈាវចាអត់អាចសឡមួយចានមីនិយាយឧទាហរណ៍សឡមួយចានវាមានសាច់មានបន្លែកូនខ្លះចូលចិត្តតែសាច់ទេចាអញ្ចឹងនៅពេលដែលដាក់ចេញមកគឺគាត់ឈាវហ្នឹងគឺមានន័យថាគោលទ្ធភាពគាត់មួយគឺថាគោរសាច់ពេញនៅក្នុងចានហ្នឹងហើយហោអានចំណុចណាដែលគាត់ចូលចិត្តដុំសាច់ដែលគាត់ចង់បានកូនធ្វើអញ្ចឹងអត់កើតទេកូនវាជាទម្លាប់មួយដែលអត់ល្អហើយឪពុកម្ដាយខ្មាស់គេបំផុតនៅពេលដែលកូនកាន់តែកាត់កិរិយាបែបហ្នឹងមិនថានៅក្នុងគ្រួសារឬក៏ចេញទៅខាងក្រៅជាពិសេសគឺខាងក្រៅតែម្ដងអញ្ចឹងនៅពេលដែលកូនចង់ញ៉ាំសាច់កូនសម្លឹងឲ្យហើយបាញ់ព្រួយឲ្យហើយថាអូចានហ្នឹងមានសាច់ម្ដុំហ្នឹងគឺខ្ញុំចង់បានហើយតម្រង់ស្លាបព្រាដួសយកតែម្ដងចាហាមឈាវដាច់ខាតអាហ្នឹងមួយណាចាអាហ្នឹងចំណុចទី2ចាសូមទោសចំណុចទី2ចំណុចទី3នៅពេលដែលយើងចេញទៅខាងក្រៅចាពេលដែលយើងចេញទៅខាងក្រៅធម្មតាជាពិសេសពេលចូលរួមកម្មវិធីគឺមានមនុស្សចាស់អញ្ចឹងនៅពេលដែលកូនញ៉ាំអាហារកូនអង្គុយក៏ដោយចាកូនត្រូវចេះមើលថាអូតុកន្លែងនេះសម្រាប់មនុស្សចាស់ចាអាហារជុំវិញហ្នឹងតើតាមនុស្សចាស់លូកហើយចាំយើងលូកតាមក្រោយហើយវាភ្ជាប់មកចំណុចទី1ដដែលបើម្ហូបមាន3មុខគុណត្រូវលូកឲ្យស្មើទាំង3មុខអត់មានម្ហូបណាឆ្ងាញ់លូកតែអាហ្នឹងអត់មានថាខ្ញុំចូលចិត្តអាហ្នឹងខ្ញុំដួសអាហ្នឹងមកឲ្យពេញចានសម្រាប់តែចំអែតខ្លួនឯងទេហាមដាច់ខាតណាកូនចា
ចឹងត្រង់កន្លែងចំណុចហ្នឹងអញ្ចឹងមីងលើកឧទាហរណ៍មួយពេលដែលមីងបានចូលរួមកម្មវិធីខួបកំណើតចានៅក្នុងតុកហ្នឹងគឺជាតុកមូលហើយវាមានអាតុកតូចមួយទៀតដែលគេបវលអាហារមានន័យថាយើងអាចបវលតុកហ្នឹងយើងចង់ញ៉ាំអាហារមួយណាយើងបវលបានប៉ុន្តែនៅក្នុងនោះមនុស្សចាស់5 6នាក់ប៉ុន្តែមានក្មេង2នាក់ដែរដែលគាត់ចូលរួមអាចថាគាត់មកជំនួសម៉ាក់ប៉ាឬក៏គាត់មកជាមួយម៉ាក់ប៉ាគាត់អត់ចាប់អារម្មណ៍ទេប៉ុន្តែដឹងថាមានក្មេងនៅពេលដែលគេលើកម្ហូបមកមនុស្សចាស់អត់ទាន់លូកទេគាត់បវលតុកខ្វាត់ទៅខាងគាត់លូកផ្លប់ចាម្ហូបដាក់មកគ្រាន់តែគាត់លូកញ៉ាំចង់អស់បាត់ហើយមនុស្សចាស់5 6នាក់មើលមុខគ្នាទាំងមីងទាំងអីអាយ៉ាមិនចេះចានៅពេលដែលម្ហូបគេរៀបពេញតុមនុស្សចាស់មិនទាន់បានលូកផងចាគាត់បវលតុកខ្វាត់មកមុខម្ហូបដែលគាត់ចង់ញ៉ាំមីងជឿថាមិនថាមីងមិនថានឹងមនុស្សចាស់ដទៃគឺគាត់គិតក្នុងចិត្តឲ្យគ្រាន់តែអន់និយាយចាគ្រាន់តែអន់និយាយដូចមីងគ្រាន់តែមិននិយាយតែឥឡូវមកនិយាយតើពុកម្ដាយរបស់គាត់អប់រំបែបម៉េចចាហេតុអីបានជាគាត់មានអាកប្បកិរិយាបែបហ្នឹងចានេះគឺជាសិលធម៌នៃការរស់នៅដែលអត់មានវិន័យផ្ទាល់ខ្លួនល្អទេចាអញ្ចឹងថ្ងៃនេះមីងមានតែ3ចំណុចតាក់ទងទៅនឹងការញ៉ាំអាហារកូនចាទី1យ៉ាងម៉េចកូនចាទី1គឺមានន័យថាអាហារបើមាន3មុខយើងត្រូវតែលូកឲ្យស្មើកុំលូកម្ហូបណាដែលយើងចូលចិត្តកុំលូកម្ហូបណាដែលឆ្ងាញ់ត្រូវចេះយកចិត្តគេដាក់ចិត្តខ្លួនឯងចាទី2កុំជ្រាវម្ហូបនៅក្នុងចានเนาะចាម្ហូបនៅក្នុងចានហាមជ្រាវដាច់ខាតសម្លឹងឲ្យចំដាក់ប្លង់ឲ្យចំយកស្លាបព្រាដួសខ្វោកដាក់ចានយើងចាទី3ពេលដែលចេញទៅកម្មវិធីខាងក្រៅពេលដែលអង្គុយមនុស្សចាស់លូកសិនចាំកូនលូកតាមក្រោយហើយវាផ្សារភ្ជាប់មកចំណុចទី1វិញមានន័យថាកុំញ៉ាំអាណាដែលឆ្ងាញ់ទុកម្ហូបឲ្យមនុស្សចាស់គាត់លូកមុនចានេះគឺជាសិលធម៌ជាការពិតគឺយើងមានសេរីភាពប៉ុន្តែសេរីភាពវាត្រូវស្ថិតនៅក្នុងដែនកំណត់ណាមួយដែលច្បាស់លាស់ហើយត្រឹមត្រូវចាអញ្ចឹងមីងមានតែប៉ុណ្ណឹងហើយបើពេញចិត្តវីដេអូក្រោយចាំមីងធ្វើវីដេអូបន្តទៀតអូខេអរគុណបាយបាយជួបគ្នាវីដេអូក្រោយ